ក្នុងវីដេអូថ្ងៃនេះខ្ញុំមកបង្ហាញពីសុខភាពបន្លែរបស់ខ្ញុំហើយបងប្អូនដឹងថាវាល្អដោយសារតែខ្ញុំប្រើជីអីទេឥឡូវនេះមកមើលវីដេអូខ្ញុំទាំងអស់គ្នាបងប្អូនដើម្បីឲ្យបន្លែល្អបានគឺយើងប្រើជីទឹកអង្ករហើយក្នុងវីដេអូនេះខ្ញុំនឹងណែនាំបងប្អូនពីរបៀបធ្វើជីទឹកអង្កររបៀបប្រើទៅបងប្អូនបានយល់ដឹងទាំងអស់គ្នាតោះចាប់ផ្ដើមកូនចានជ័រហ្នឹងបងប្អូនហើយយើងចាក់ចូលក្នុងធុងទៅហើយរបមន់វាគឺអង្ករ1ភាគទឹក4ភាគអញ្ចឹងបានន័យថាបើខ្ញុំដាក់អង្ករ1ចានហ្នឹងខ្ញុំត្រូវដាក់ទឹក4ចានហ្នឹងបងប្អូនហើយអញ្ចឹងហើយគឺបងប្អូនធ្វើតាមរបមន់ហ្នឹងទៅបាទបន្ទាប់ពីចាក់អង្ករហើយឥឡូវយើងចាក់ទឹកចូលម្ដងបាទយើងខុបចំនួននេះបងប្អូនបន្តមកយើងយកហើយអីយកមកកោវាចេញទៅជាបន្ទោះអាទឹកសនៅក្នុងអង្ករយើងហ៎ចឹងកោចេញទឹកសហ្នឹងហើយគឺគេត្រូវត្រាំវាទុកចោលកន្លះម៉ោងសិនបងប្អូនអូខេបងប្អូនឥឡូវនេះគឺខ្ញុំបានសមិទ្ធចូលដាក់ក្នុងដបហើយយើងបាន2ដបទឹក3លីត្រហើយអានេះគឺយើងត្រាំតាំងអង្ករបងប្អូនយើងត្រាំតាំងអង្ករត្រាំតាំងទឹកហើយទៅពីទុកដាក់វាគឺបងប្អូនកុំឲ្យវាត្រូវពលឺថ្ងៃព្រោះដោយសារទឹកអង្ករនេះគឺពេលត្រាំទៅគឺវាមានកើតទៅជាអតិសកុមប្រាណវាមានជាតិមេជាតិអីនៅហ្នឹងបងប្អូនអញ្ចឹងហើយបើសិនមកបងប្អូនឲ្យវាត្រូវថ្ងៃគឺវាងាប់អាមេហ្នឹងទឹកអង្ករយើងគឺអត់បានផលទេអញ្ចឹងហើយគឺបងប្អូនត្រូវជ្រក់វាក្នុងដបអញ្ចឹងហើយយើងត្រូវទុកវាក្នុងម្លប់អូខេបន្ទាប់ពី1ម៉ោងក្រោយមកគឺឃើញថាទឹកហ្នឹងសហើយយើងអាចយកទៅប្រើបានហើយឥឡូវនេះខ្ញុំសមិទ្ធយកទឹកដោយទឹកអង្ករដោយអង្ករសិនបងប្អូនហើយអាយុកាលរបស់ជីហ្នឹងគឺយើងអាចទុកបានចន្លោះពី3ទៅ7ថ្ងៃតាមរបៀបដែលយើងទុកដាក់បើសិនបើបងប្អូនទុកកន្លែងត្រជាក់ដូចជាក្នុងទូទឹកកកឬមួយក៏ធុងទឹកកកអញ្ចឹងគឺយើងអាចទុកបាន7ថ្ងៃតែបើបងប្អូនទុកក្នុងបន្ទប់ធម្មតាក្នុងម្លប់អីធម្មតាទេគឺទុកបានតែ2ទៅ3ថ្ងៃអីទេបងប្អូនហើយបើលើសពីហ្នឹងទៀតគឺវាទុកអត់បានទេវាធ្វើឲ្យជីនឹងវាมันអាចប្រើបានណាហើយរបៀបមើលថាជីនឹងលែងល្អសម្រាប់បន្លែទៀតហើយគឺយើងសម្គាល់វាត្រង់ថាទឹកអង្ករហ្នឹងវាខាប់វាទៅជាខាប់ពេកហើយនឹងធំក្លិនជូរខ្លាំងពេកបងប្អូនហើយអាជាតិខាប់នៅក្នុងទឹកហ្នឹងវាមើលទៅគឺឃើញច្រើនអញ្ចឹងហើយបើជីនឹងចេញសញ្ញាបែបនេះគឺបងប្អូនកុំប្រើអីយើងធ្វើវាថ្មីទៅព្រោះប្រើក៏ប្រើអត់មានបានផលអីដែរវាលែងល្អទៀតហើយបើសិនបើបងប្អូនមានពេលបងប្អូនគួរតែធ្វើវាម្ដងប្រើម្ដងធ្វើម្ដងយើងកុំធ្វើទុកយើងធ្វើមកល្មមឲ្យយើងប្រើថ្មីអញ្ចឹងគឺគុណភាពវានៅល្អគឺយើងដឹងពីគុណភាពរបស់ជីយើងបងប្អូនបើយើងធ្វើទុកវាអាចទៅជាបាត់បង់គុណភាពខ្លះវាទៅតាមចំនួនថ្ងៃតាមហ្នឹងទៅ